បាទជំរាបសួរបងប្អូនព្រឹកនេះខ្ញុំចង់ចែករំលែកខ្លីមួយទាក់ទងនឹងការប្រើប្រាស់ទូភ្ញាស់បាទដូចជាកំឡុងពេលកន្លងមកសម្រាប់ខែក្តៅខ្ញុំនិយាយខែក្តៅមុនខែក្តៅគឺសំណើមខ្ញុំយកចាប់ពី65ដល់70ហើយក្នុងខែក្តៅណាហើយកម្ដៅខ្ញុំយក37.2បាទបងប្អូនតាមមេតុនណាបងប្អូន37.2ប៉ុន្តែដោយឡែកសម្រាប់ខែត្រជាក់គឺខ្ញុំអត់យកដូចខែក្តៅទេណាគឺសំណើមខ្ញុំយកតែ55ឯងរីឯកម្ដៅខ្ញុំយក37.6បាទមូលហេតុដែលបានខ្ញុំសិតសំណើមតែ55ព្រោះមួយខែត្រជាក់បរិបត្តិអាកាសខាងក្រៅគឺវាត្រជាក់ហើយកាលណាបើសិនជាយើងដាក់សំណើមនេះខ្ពស់ទៀតវាទៅជាធ្វើឲ្យសុទ្ធរបស់យើងនោះវាឡើងសំណើមខ្លាំងវាទៅជាខូចសុទ្ធច្រើនសម្រាប់ខែត្រជាក់គឺខ្ញុំយកប៉ុណ្ណឹងទេបងប្អូនណាអញ្ចឹងកម្ដៅខ្ញុំយក37ជាង31.6អញ្ចឹងការប្រើប្រាស់ទូគឺយើងបត់បែនទៅតាមបរិបត្តិអាកាសធាតុបងប្អូនណាយើងមិនអាចសិតនៅថេទេបងណាបើមិនអញ្ចឹងទេគឺបងប្អូននឹងរកបញ្ហានៃការខូចពងអត់ដឹងថាខូចកន្លែងណាកន្លែងណីទេខាន់គឺយើងត្រូវចេះប្រើប្រាស់ទូហើយនឹងទីតាំងដាក់ទូដូចគ្នាបងប្អូនណាឲ្យមានលំហូរខ្យល់ចេញចូលគ្រប់គ្រាន់มันស្ថិតនៅកន្លែងដែលហប់ក្តៅខ្លាំងអញ្ចឹងនោះបានវារួមផ្សំការញុះរបស់យើងល្អអញ្ចឹងខ្ញុំចែករំលែកប៉ុណ្ណឹងចុះសង្ឃឹមថាបងប្អូនដែលគាត់ទប់នឹងចេះប្រើប្រាស់ទូភ្ញាស់បងប្អូនអាចមើលបន្ថែមណាបាទនេះជាបទពិសោធន៍ល្អមួយសម្រាប់ការភ្ញាស់របស់យើងគឺទទួលបានអត្រាខ្ពស់លើការភ្ញាស់មុនណាបាទអញ្ចឹងអរគុណ